លោកហ៊ុនសែនហៅការស្នើរបស់មន្ត្រីបកប្រឆាំងនៅចុងសប្តាហ៍មុនឲ្យលោកពិចារណាដកលោកចំប្រសិទ្ធចេញពីការទទួលខុសត្រូវតែបកជំទាស់រកឃើញថាអសមត្ថភាពក្នុងការគៀងគោររកទីផ្សារឲ្យពលរដ្ឋកម្ពុជានេះថាធ្វើឡើងក្នុងន័យប្រជាប្រិយភាពបកខ្លួនប៉ុណ្ណោះប្រមុខរដ្ឋាភិបាលចាត់ទុកការស្នើរបស់មន្ត្រីបកប្រឆាំងសំរងស៊ីនៅពេលនេះថាគឺជាការកេងចំណេញផ្នែកនយោបាយលោកហ៊ុនសែនចំអកឡក់លើចំពោះការឲ្យដកលោកចំប្រសិទ្ធថាជាការទាមទារហាក់ដែលបញ្ច្រាស់ទិសទៅនឹងតម្លៃទីផ្សារដែលកំពុងឡើងចុះលោកគិតថាអ្វីដែលកម្ពុជាពុំអាចស្វែងរកទីផ្សារសម្រាប់នាំទំនិញចេញបានសម្រាប់កសិករនោះក៏ព្រោះតែចរន្តតម្លៃទំនិញនៅលើទីផ្សារក្នុងតំបន់និងពិភពលោកមានការប្រែប្រួលដែលពុំមែនជាកំហុសរបស់មន្ត្រីទទួលបន្ទុកនោះទេបើសិនជាប្រជាពលរដ្ឋមិនយល់ទេប្រជាពលរដ្ឋអាចតែគាត់និយាយទៅប៉ុន្តែក៏ភ្លេចថាគាត់ដដែលណាមុខដដែលណាមនុស្សដដែលណាចូលក្នុងផ្សារវាទៅឃោសនាជាមួយអ្នកផ្សារដែលអត់ផលិតអ្នកទីក្រុងអ្នកទីប្រយុទ្ធជនអត់ផលិតស្រូវវាថាអង្គថ្លៃណាស់ដែលពួកងាប់អស់ហើយដល់ទៅពេលទៅដល់កន្លែងធ្វើស្រែវាថាស្រូវថោកណាស់មិនរួចថ្លៃពលកម្មមិនរួចថ្លៃជីមិនរួចថ្លៃស្អីទេបងប្អូនអើយមើលរដ្ឋាភិបាលអសមត្ថភាពក្នុងការចែកបានកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង 1000 គ្រួសារក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃទី16មករាការអធិប្បាយរបស់លោកហ៊ុនសែនដែលពុំបានឆ្លើយតបចំពោះសំណើរបស់មន្ត្រីគណៈបកសំរងស៊ីក្នុងការដកលោកចំប្រសិទ្ធចេញពីមុខតំណែងនេះធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះក្រោយពីមន្ត្រីបកជំទាស់រកឃើញថារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកចំប្រសិទ្ធពុំមានសមត្ថភាពរកទីផ្សារលក់កសិផលឲ្យពលរដ្ឋខ្មែរបានលោកជាពូជអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែងនៃគណៈបកសំរងស៊ីនិងជាប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិប្រចាំខេត្តកំពតចាត់ទុកការថ្លែងរបស់លោកហ៊ុនសែននៅពេលនេះថាគឺជាផ្នែកមួយដែលពុំបានឆ្លុះបញ្ចាំងពីកង្វះទីផ្សារដ៏ពិតប្រាកដសម្រាប់កសិផលរបស់ខ្មែរនោះទេលោកជាពូជបន្តថាទោះជាបែបណាជំហរគណៈបកប្រឆាំងនៅតែបន្តជំរុញឲ្យលោកនាយករដ្ឋមន្ត្រីដកលោកចំប្រសិទ្ធចេញពីមុខតំណែងខ្ញុំនៅទទូចសូមឲ្យនាយករដ្ឋមន្ត្រីលោកពិចារណាក្នុងការដកលោកចំប្រសិទ្ធដោយសារលោកចំប្រសិទ្ធលោកអត់មានសមត្ថភាពរកទីផ្សារឲ្យប្រជាពលរដ្ឋបានដូច្នេះបើលោកនាយករដ្ឋមន្ត្រីយល់ឃើញថាលោកចំប្រសិទ្ធល្អលោកនាយករដ្ឋមន្ត្រីពិតតទៅទៀតទៅខ្ញុំគ្រាន់តែឲ្យលោកនាយករដ្ឋមន្ត្រីពិចារណាក្នុងការដកលោកចំប្រសិទ្ធចេញពីតំណែងពីព្រោះលោកចំប្រសិទ្ធអត់មានសមត្ថភាពក្នុងការដឹកនាំរកទីផ្សារឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាបានទេលោកកែមលីអ្នកវិភាគសង្គមគិតថាការកង្វះទីផ្សារនាំចេញកសិផលពុំមែនជាកំហុសកើតចេញពីចរន្តសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកនោះទេលោកបន្តថាក៏ប៉ុន្តែអ្វីដែលធ្វើឲ្យទីផ្សារកម្ពុជាតូចចង្អៀតគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលដែលពុំបានធានាដល់ការផលិតក្នុងស្រុកតែផ្ដល់ការវិនិយោគខ្ពស់ពីប្រទេសជិតខាងមិនមែនជាកំហុសដោយសារចរន្តនេះប៉ុន្តែជាមានច្បាប់នៅថៃគឺបើជាយើងមិនទាន់ចូលអាស៊ានក៏ដោយផលិតផលណាដែលប្រជាជនថៃធ្វើបានគឺគេរដ្ឋបတ်ក្នុងការនាំចូលតែម្ដងអញ្ចឹងផលិតផលក្នុងស្រុកមានទីផ្សារប្រើប្រាស់ក្នុងស្រុកបានណាមែនទេហើយបើយើងហូរមកដូចទឹកដោយសារតែយើងមានអំពើពុករលួយផងដោយសារតែយើងមិនមានច្បាប់តឹងរឹងផងអញ្ចឹងវាហូរមកពីវៀតណាមហូរមកពីវៀតណាមម៉ែយើងលក់អត់បានហើយខាតអញ្ចឹងគាត់សម្រេចចិត្តលក់ស្រែដើម្បីចំណាក់ស្រុកយ៉ាងណាក៏ដោយលោកហ៊ុនសែនព្រមានថាបើបកជំទាស់គ្រប់គ្រងប្រទេសនោះកម្ពុជាអាចនឹងមានសង្គ្រាមជាមួយប្រទេសនាំចេញមួយចំនួនដោយរួមទាំងប្រទេសវៀតណាមជាដើមលោកហ៊ុនសែនចាត់ទុកថាប្រទេសទាំងនេះគឺជាសត្រូវរបស់បកប្រឆាំងក៏ប៉ុន្តែមន្ត្រីបកប្រឆាំងអះអាងថាខ្លួននឹងមិនយកប្រទេសណាជាសត្រូវនោះទេតែបញ្ជាក់ថាខ្លួនអាចធានាបង្កើតឲ្យមានទីផ្សារសម្រាប់ពលរដ្ឋកម្ពុជាបានខ្ញុំមុំមនីរតវិទ្យុអធិ